បងប្អូនថ្ងៃនេះមកចែករំលែកបងប្អូនពីវិធីធ្វើម៉េចឲ្យបានម្រះព្រៅហ្នឹងហូបបានយូរកុំឲ្យចាស់ណាចឹងបងប្អូនធ្វើតាមវិធីនេះបងប្អូនឃើញមានផ្កាដែរបងប្អូនចឹងកាត់ចោលមកកុំស្ដាយកាត់ចោលចឹងឲ្យអស់មកផ្កានោះដល់ក៏មានផ្កាគឺអត់មានត្រួយវិលាស់ទេអញ្ចឹងមានផ្កាទាំងចាស់ទាំងខ្ចីអីហ្នឹងកាត់ចោលចឹងឲ្យអស់មកកុំទុកវាតែទុកហ្នឹងគឺអត់បានត្រួយខ្ចីហូបទេម្រះព្រៅដែរខ្ញុំបានកាត់ត្រួយចេញឃើញថាលាស់ហើយដល់ខ្ញុំអត់ត្រូវការបេះស្លទេខ្ញុំកាត់ត្រួយបន្តទៀតនឹងទៅដល់អញ្ចឹងនៅខ្ចីរហូត